រម្មណ៍ខ្ញុំសោកស្ដាយទទួលមិនចង់បានទេគ្រូថាចូលឆ្នាំហ្នឹងឲ្យមកផ្ទះវិញជុំគ្រួសារយើងឃើញកូនទឹកឲ្យស្អាតអញ្ចឹងទាញទូរស័ព្ទមកថតកូនថាទុកមើលកូនពេលណាប់ជំរាបសួរខ្ញុំឈ្មោះសែនសេរីរនបច្ចុប្បន្នជាសិស្សនិស្សិតឆ្នាំទី2រស់នៅភូមិចម្រែកឃុំកុកខ្យកស្រុកពងត្បែកខេត្តព្រៃវែងត្រូវជាកូនរបស់លោកឪពុកឈ្មោះសួនសារ៉េតចាជំរាបសួរខ្ញុំឈ្មោះទន់ស័កខ្ញុំមុខរបរលក់សាច់គោសាច់ជ្រូកជាភរិយារបស់លោកសួនសារ៉េតខ្ញុំកូន3នាក់ពូនៅមានជីវិតហ្នឹងគាត់ជួយរកម្ហូបលក់ដូរដាក់មួយដុំអញ្ចឹងឲ្យដល់លក់រាយពេលល្ងាចអញ្ចឹងគាត់មកផ្ទះធ្វើការងារដូចជាធ្វើតុកធ្វើអីលក់តិចតួចអីចឹងទៅចាពេលគាត់ឈឺធម្មតាគាត់ថាក្តាស់សាយណាគ្រូក្តាស់ថៃធម្មតាទេមិននឹកស្មានថាដល់ថ្នាក់ហ្នឹងទេដល់ពេលគាត់ឈឺធ្ងន់ហ្នឹងថ្ងៃទី20ហ្នឹងត្មងយកទៅពេទ្យគាត់ចាញ់ជាក្តាស់គាត់ថាលាក់ស៊ូតតិចតួចចឹងទៅមកដល់ពេទ្យបង្អែកហើយក៏វាចិត្តរឹតទៅដល់ពេទ្យសម្ដេចចូលសន្តិភាពទៀតចុងក្រោយថាស៊ូតគាត់អស់ហើយเป็นសង្ឃឹមទេអារម្មណ៍ខ្ញុំសោកស្ដាយទទួលមិនចង់បានទេគ្រូតែងតែលើកទឹកចិត្តខ្ញុំរហូតហើយគាត់មិនដែលឲ្យពិបាកថារឿងការងារអីមួយទេគាត់ល្អចំពោះខ្ញុំណាស់គ្រូដល់ពេលគាត់ចង់ឲ្យខ្ញុំទទួលយកមិនបានចង់បានទេថាគាត់ស្លាប់គាត់កូនគាត់លើកទឹកចិត្តដែរគាត់លើកទឹកចិត្តកូនឲ្យកូនខំរៀនទៅពុកខំរើនិយាយទៀតថាហើយវា4-5ឆ្នាំទៀតធប់រើឲ្យឲ្យកូនរៀនចប់គាត់ថាកូនរៀនចប់គាត់ធូរហើយគាត់លែងចង់បានអីលែងចង់បានអីហើយគាត់ទៅវត្តទៅវាម្ដងធ្វើបុណ្យធ្វើឥឡូវពេកវាឥឡូវខំណាស់យើងប្រាំងទៅទ្រាំទៅដើម្បីកូនក្នុងចិត្តធ្លាប់គិតថាបើសិនជាអ្នកផ្ទះមានអ្នកណាម្នាក់ទៅចោលទៅបាត់ចឹងធ្លាប់គិតថាឈប់រៀនបើសិនជាមានម្នាក់ទៅឥឡូវគាត់ផ្ដាំគាត់មកឲ្យខ្ញុំឈប់ទេតែខ្ញុំអត់ដឹងថាខ្ញុំរៀនចូលអីទៀតខ្ញុំពិបាកខ្ញុំគិតពេលយើងទៅនំម្នាក់ឯងធ្លាប់តែមានអ្នកខទឿនយើងញ៉ាំបាយអីចឹងនៅពេលហូបបាយហើយនៅជុំគ្នានិយាយជាគ្រួសារអញ្ចឹងហើយសើចសប្បាយអញ្ចឹងទៅហើយគាត់និយាយញោះយើងនេះនោះធ្វើឲ្យម៉ែសើចខ្ញុំសើចអីចឹងទៅថាចូលឆ្នាំហ្នឹងឲ្យខ្ញុំមកផ្ទះវិញជុំគ្រួសារយើងចង់ហូបអីគាត់ធ្វើឲ្យដែរហើយមកផ្ទះវិញមកបានជុំគ្នាសប្បាយហើយគាត់ប្រកែកនិយាយកំ ប្លែកឲ្យអ្នកផ្ទះសើចហើយពេលទៅលក់ម្ហូបជួបគ្នារហូតតែហើយតែដាស់ឲ្យទៅយកម្ហូបឲ្យគេជិះម៉ូតូឃើញគាត់ឲ្យខ្ញុំដាក់គាត់រហូតហើយពេលមកផ្ទះឃើញកូនទឹកឲ្យស្អាតចឹងទាញទូរស័ព្ទមកថតកូនថាទុកមើលកូនពេលនឹកតាគាត់ថាខ្ញុំធំហើយខ្ញុំអាចមើលថែខ្លួនឯងបានហើយមើលថែម៉ែបានប្អូនបានខ្ញុំចង់ឲ្យគាត់ទៅបានសុខតិភពហើយគាត់កើតជាតិណាស់ឲ្យគាត់អាយុវែងហើយខ្ញុំចង់ប្រាប់ថាខ្ញុំស្រឡាញ់គាត់តែទោះបីនិយាយក៏គាត់មិនឮដែរហើយយំដងគាត់ចង់ឲ្យខ្ញុំរៀនចប់ខ្ញុំនឹងព្យាយាមរៀនឲ្យចប់ដូចគាត់ចង់បានហើយនឹងខំឲ្យមានការងារដែលល្អមួយអាចជួយគ្រួសារនឹងទៅមុខទៀត
បងគាត់ទិញផលិតផលអនាគតគ្រួសារខ្ញុំជាមួយនឹង Fortune Life ជាថាបងការទូទាត់សំណងហ្នឹងគឺពិត 100% គាត់ទូទាត់លឿនទេបងរយៈពេល2ទៅ3ថ្ងៃគាត់អត់សាមញ៉ាំទេគាត់ថាគាត់សួរយើងឲ្យយើងបំពេញឲ្យបានត្រឹមត្រូវកុំឲ្យខុសអីចឹងអត់មានសម្ពាធអីឬស្មុគស្មាញអីទេបងគាត់យើងបំពេញត្រូវហើយយើងផ្ញើទៅគាត់ពិនិត្យរួចរាល់ឲ្យត្រូវហើយគាត់ចុះមកដល់ផ្ទះយើងតែម្ដងបងចាបងចំពោះសំណងហ្នឹងអាចជួយដល់គ្រួសារខ្ញុំដូចជាជួយឲ្យខ្ញុំបានរៀនតដល់ចប់ហើយនឹងបរិមុខរបរការងារពេលចូលឆ្នាំហ្នឹងទៀតបងហើយនឹងជួយសងគេរៃរងតិចតួចចឹងហ៎បងខ្ញុំចង់ផ្ដាំទៅពុកម៉ែបងប្អូនយាយតាអ៊ំពូមីងទាំងអស់ហ្នឹងឲ្យមានធានារ៉ាប់រងម្នាក់មួយទៅដោយសារតែយើងដូចតែយើងសំលុយទេដូចតែយើងសំទេដូចយើងដាក់15ឆ្នាំអញ្ចឹងយើងសំរហូតដល់15ឆ្នាំបើយើងគ្មានរោគគាអីមកបៀតបៀនចឹងទេយើងអាចដកលុយនឹងបានតែបើថាយើងចេះសំទុកទៅដូចអ្នកខ្លះអីគេទិញសំចឹងទៅគេគិតថាសំទៅអីទៅដូចគ្មានបានអីមកវិញផងសំដូចថាគេទិញមកខ្ចប់15ឆ្នាំសំបានតែ5ឆ្នាំចឹងទៅគេបោះបង់ចោលដោយសារគេគិតថាពេលគេទៅសំបាន5ឆ្នាំចឹងទៅវាអត់ត្រូវគោលការណ៍ក្រុមហ៊ុនចឹងគេចង់ដកលុយវិញចឹងអត់បានពេលដកអត់បានទៅគេគិតថាក្រុមហ៊ុនហ្នឹងគេបោកអីចឹងគេមិនអោយចឹងណាតែពិតទៅមកពីយើងអត់ត្រូវគោលការណ៍គេហើយណាមួយបើយើងមិនសំរហូតបើយើងដល់ឆ្នាំដែលយើងត្រូវកំណត់គឺយើងដកលុយបានបើយើងអត់មានរោគគាអីមកបៀតបៀនជីវិតយើងហ្នឹងតែបើយើងជួបគ្រោះថ្នាក់ហេតុការណ៍មួយចៃដន្យយើងមិនបានដឹងមុនចឹងហើយយើងទៅបងបានទឹមតា1ឆ្នាំ2ឆ្នាំស្រាប់តែគេស្នងសងយើងបើយើងគ្រោះថ្នាក់ចរាចរណ៍អីគេកូនជា2ឲ្យទៀតដូចពុកខ្ញុំចឹងគាត់ទិញខ្ចប់15ឆ្នាំហើយគាត់ទៅបងបាន3ឆ្នាំជាងទេហើយឥឡូវគាត់មកបាត់បង់ជីវិតយើងមើលមិនឃើញលឿនពេកហើយយើងទិញអាហ្នឹងយើងទៅរាប់ដល់អាយុជីវិតយើងវាយូរឆ្នាំយើងមិនមែនបង1ឆ្នាំ2ឆ្នាំហើយយើងចង់បានលុយវិញវាមិនបានទេចាបងខ្ញុំសូមអរគុណដល់ក្រុមហ៊ុន Fortune Life ដែលបានធ្វើការសំណងសងដល់គ្រួសាររបស់ខ្ញុំហ្នឹងបានផ្ញើមកយក transfer មក AFA ម៉ែខ្ញុំហ្នឹងយកមិញហ្នឹងខ្ញុំសូមអរគុណក្រុមហ៊ុនដែលបានហើយនឹងយកចិត្តទុកដាក់មែនតើសម្រាប់ខ្ញុំដែលខ្ញុំតាក់ទងទៅហ្នឹងគាត់យកចិត្តទុកដាក់គាត់ផ្ញើជា form អីឲ្យយើងបំពេញអីយ៉ាងយកចិត្តទុកដាក់ហើយបានចុះមកដល់ផ្ទះខ្ញុំផ្ទាល់ម្ដងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Fortune Life នៅទីនេះសម្រាប់យើងទាំងអស់គ្នាសម្រាប់ជីវិត